សួស្តីបងប្អូនអរគ្នាខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីមកចែកចម្លែកជូនបងប្អូនអរគ្នាហើយវីដេអូខ្ញុំថ្ងៃនេះដែរខ្ញុំនិយាយតាក់ទងពីរបៀបដាក់តាំងរូបនៅលើក្តារចុចទូរស័ព្ទ iPhone ផងយើងឬមួយក៏នៅលើ keyboard ដែលយើងកំពុងតែចុចលេងហ្នឹងថ្ងៃនោះចុចលេងឆាតលេងអីហ្នឹងបងប្អូនអរគ្នាអញ្ចឹងតោះទៅមើលទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកគ្នាត្រូវមាន app មួយដើម្បីយើងអាចដាក់រូបភាពនៅលើ keyboard ផងយើងបានអញ្ចឹងអ្នកគ្នាចុចចូល App Store មកបន្ទាប់មកអ្នកគ្នាវាយពាក្យ Gboard នេះអ្នកគ្នាវាយពាក្យ Gboard មកបន្ទាប់មកអ្នកគ្នាមកមើលកន្លែងនេះកន្លែងដាក់ Gboard ហ្នឹងហើយអ្នកគ្នាចុចយកវាមួយមកបងប្អូនអ្នកគ្នាទាញវាបានហើយចាំអ្នកគ្នាធ្វើវាចាំតិចបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាទាញបានហើយនេះវា load open chat អញ្ចឹងយើងចូលមកអូខេបន្ទាប់ពីយើងចូលហើយអ្នកគ្នាយកពាក្យចាប់ផ្ដើមនេះមកឃើញទេយកពាក្យចាប់ផ្ដើមមកបន្ទាប់មកអ្នកគ្នាមកមើលខាងលើនេះខាងលើហ្នឹងអ្នកគ្នាចុចលើហ្នឹងមួយមកហើយដល់ឡើងហ្នឹងខ្ញុំដាក់អក្សរខ្មែរស្រាប់នេះគេដាក់សិតចូលប្រើពេញលេញអញ្ចឹងអ្នកគ្នាចុចលើហ្នឹងមួយមកបន្ទាប់មកអ្នកគ្នាចុចពាក្យចាប់ផ្ដើមពេលមកដល់កន្លែងនេះអ្នកគ្នាយកពាក្យ keyboard នេះកន្លែងខាងក្រោមគេផុត keyboard ចុចលើហ្នឹងមួយមកបន្ទាប់មកអ្នកទាំងគ្នាបើកវាមកនេះកន្លែង allow full កន្លែងហ្នឹង allow full adjust នេះកន្លែងហ្នឹងអ្នកគ្នាចុចបើកវាមកបន្ទាប់មកអ្នកគ្នាយកពាក្យ allow បន្ទាប់មកអ្នកគ្នាចេញមកវិញមកបងប្អូនអ្នកគ្នាអ្នកគ្នាចេញមកវិញមកនេះចេញមកវិញមកបន្ទាប់មកអ្នកគ្នាមកមើលកន្លែងភាសាអញ្ចឹងអ្នកគ្នាចុចកន្លែងភាសាហ្នឹងកន្លែងហ្នឹងយើងដូរភាសានេះបន្ទាប់មកយើងចុចនេះបញ្ចូលភាសារបៀបថាយើងចង់ទាញយកភាសាអីទៀតអ្នកគ្នាចុចលើហ្នឹងមួយមកបន្ទាប់មកអ្នកគ្នាអត់ទាន់មានភាសាអង់គ្លេសអ្នកគ្នាបើអ្នកគ្នាចង់ទាញភាសាចិនអ្នកគ្នាចុចកន្លែងបញ្ចូលភាសាហ្នឹងទៀតមកហើយអ្នកគ្នាទាញយកភាសាចិនមកហុងកុងជប៉ុនអីមានទាំងអស់ហ្នឹងបងប្អូនអ្នកគ្នាខ្ញុំទាញតែភាសាអង់គ្លេសមួយទេអ្នកគ្នាខ្ញុំទាញតែហ្នឹងមួយទេបន្ទាប់មកខ្ញុំចេញមកវិញពេលដែលយើងទាញភាសាហើយអ្នកគ្នាត្រូវការទាញភាសាអីគេអ្នកគ្នាគាត់តែចុចបញ្ចូលភាសានេះមកបានហើយបងប្អូនអ្នកគ្នាចុចមកចេញមកវិញបន្ទាប់មកខ្ញុំយកពាក្យការកំណត់ក្តារចុចខាងនេះអញ្ចឹងអ្នកគ្នាចុចលើនឹងមួយមកហើយបន្ទាប់មកអ្នកគ្នាមកមើលកន្លែងនេះកន្លែងការកែស្វ័យប្រវត្តិអញ្ចឹងអ្នកគ្នាបិទឡើងមួយមកបងប្អូនអ្នកគ្នាបិទឡើងមួយមកបិទឡើងមួយហើយយើងចេញមកវិញហើយបន្ទាប់មកអ្នកគ្នាមកមើលកន្លែងនេះកន្លែងពាក្យរចនាបថកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាចុចលើនឹងមួយមកពាក្យរចនាបថចុចលើនឹងមួយមកបន្ទាប់មកដល់កន្លែងនេះបងប្អូនអ្នកគ្នាមកដល់កន្លែងនេះគេនឹងឲ្យយើងជ្រើសរើសរូបភាពវាមាននៅក្នុងនឹងស្រាប់ក៏បានបើអត់ទេអ្នកគ្នាយកពាក្យបូកនេះមកខាងលើគេហ្នឹងចុចលើនឹងមួយមកនេះចូលទៅក្នុងរូបភាពរបស់យើងអ្នកគ្នាចង់ដាក់មួយណាដែលអ្នកគ្នាចង់ដាក់អញ្ចឹងអ្នកគ្នារើសទៅអញ្ចឹងឧទាហរណ៍ខ្ញុំយករូបខ្ញុំមួយនេះតើមកអ្នកគ្នាសេរីស្អាតមកតើមកសេរីហើយអ្នកគ្នាយកពាក្យជ្រើសរើសអូខេពេលមកដល់កន្លែងហ្នឹងវានឹង load បែបនេះអញ្ចឹងវាពេលអ្នកគ្នាពេល load បែបហ្នឹងអញ្ចឹងអ្នកគ្នាត្រូវចុចនេះខាងនេះហើយសញ្ញាផែនដីខាងក្រោមហ្នឹងអ្នកគ្នាចុចលើហ្នឹងមួយមកបន្ទាប់មកអ្នកគ្នាមកយក Gboard ខាងក្រោមនេះចុចលើហ្នឹងមួយមកអូខេបន្ទាប់ពីអ្នកគ្នាយក Gboard ហើយនេះឃើញរូបភាពរបស់ខ្ញុំបានដាក់មិញបងប្អូនអ្នកគ្នានេះរូបភាពដែលខ្ញុំបានដាក់មិញហើយនេះទាំងអស់នេះសិតតាកន្លែងដែលយើងសេរីបានអានេះរូបភាពរបស់យើងអញ្ចឹងចង់សេរីឡើងហ្នឹងឬមួយក៏ភ្លឺច្បាស់នេះឃើញរូបភាពរបស់យើងភ្លឺតាមហ្នឹងបងប្អូនអ្នកគ្នាបន្ទាប់មកកន្លែងនេះកន្លែងនេះឡើងយើងសេរីដែរនេះកន្លែងយើងសេរីឡើងអក្សររបស់យើងឲ្យវាចង់បានពណ៌អីគេឃើញវា load ពណ៌បងប្អូនអ្នកគ្នាឃើញទេនេះដូចគ្នានេះ load នេះខាងលើនេះសេរី background ខាងក្រោមនេះសេរីអក្សរនេះអក្សរពណ៌អីមានទាំងអស់បងប្អូនគ្នាឃើញទេហើយអានេះបើក zoom ជុំវិញនេះកន្លែងនេះអា zoom ជុំវិញអក្សរមកយើងបើកចែកវាចេញពណ៌អាចែកឃើញទេបងប្អូនគ្នានេះដូរពណ៌បានទៀតកន្លែងជុំវិញអក្សរហ្នឹងនេះកន្លែងនេះ
នេះកន្លែងនេះកន្លែងខាងក្រោមទៀតចង់ដាក់ពណ៌អីនេះមានទាំងអស់បងប្អូនអ្នកគ្នានេះហើយអានេះកន្លែងនេះនេះស៊ុំកន្លែងខាងក្រោមហ្នឹងអ្នកគ្នាមើលទៅហើយសេរីតាមហ្នឹងទៅបងប្អូនអ្នកគ្នាពួកវាមានច្រើនចំណុចនេះដែរអានេះកន្លែងនេះយើងអាចគូសបាននេះពេលដែលយើងសេរីអញ្ចឹងហើយយើងគូសវិញចេះមកនេះគូសចេះបានគូសចេះមកពេលដែលយើងចង់គូសអីនេះវាលោតអញ្ចឹងឲ្យយើងគូសបានយើងចង់គូសពងឡើងណាឡើងនេះបានទាំងអស់បងប្អូនអ្នកគ្នានេះក្នុងពេលដែលអ្នកគ្នាសេរីហើយអស់អ្នកគ្នាមើលអ្នកគ្នាសេរីហើយអស់អ្នកគ្នាឆ្លាញ់បែបម៉េចអ្នកគ្នាសេរីហើយអស់ហើយអ្នកគ្នាយកពាក្យរួចរាល់ខាងលើនេះបងប្អូនអ្នកគ្នានេះខាងលើហ្នឹងអញ្ចឹងអ្នកគ្នាចុចពាក្យរួចរាល់មកអូខេអញ្ចឹងហើយបងប្អូនអ្នកគ្នាឃើញទេនេះkeyboard ដែលយើងបានបង្កើតវាដាក់ជារូបភាពផងយើងអញ្ចឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលខ្ញុំដាក់តាំងរូបភាពហើយខ្ញុំនឹងចូលទៅ YouTube ដើម្បីយើងសាកទៅវាយមើលតើវាចាញ់អ្វីដែល keyboard ដែលយើងបានដាក់មិញអត់បងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំចូលកន្លែង search មកនេះបងប្អូនអ្នកគ្នាឃើញទេនេះរូបភាព keyboard ដែលខ្ញុំបានដាក់មិញឃើញបងប្អូនអ្នកគ្នានេះគឺចេញបែបហ្នឹងបងប្អូនអ្នកគ្នាឃើញទេវាតាំងរូបភាពនៅក្តារចុចរបស់ខ្ញុំឬមួយក៏នៅលើ keyboard ចប់តែប៉ុណ្ណឹងបងប្អូនអ្នកគ្នាបើអ្នកគ្នាមានចង្អុលតណាអ្នកគ្នាអាច comment សួរខ្ញុំខាងក្រោមបានបងប្អូនអ្នកគ្នាអរគុណច្រើនបងប្អូនអ្នកគ្នាជាចុងក្រោយកុំភ្លេចជួយ Subscribe Channel នេះម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតបងប្អូនអ្នកគ្នាបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត